ពុទ្ធបរិស័ទបានជ្រាបហើយបានដឹងហើយអំពីដំណើរជីវិតនៃជនជាតិខ្មែរដ៏អភ័ព្វនៃយើងដែលបានឆ្លងកាត់នៅសង្គ្រាមដ៏សោកសង្រេងនៅសង្គ្រាមដ៏សាហាវយង់ឃ្នងនៃជនជាតិយើងដែលបានធ្វើនៅរឿងវិនាសកម្មដ៏ច្រើនមកលើទឹកដីរបស់ខ្លួនឆ្នាំ79មានព្រះមហាធេរៈមួយចំនួនដែលនៅសេសសល់អំពីការកាប់សម្លាប់ក៏បានភេទប្រកាយរត់ចាក់ចេញពីព្រះនគរទៅកាន់ទីដទៃជ្រកកោននៅតាមបណ្ដាប្រទេសមួយចំនួនហើយព្រះធេរៈទាំងអស់នោះក៏មិនបានភ្លេចនៅទឹកដីកំណើតរបស់ខ្លួនឡើយតែងតែវិលត្រឡប់មកកាន់ទឹកដីរបស់ខ្លួនវិញនៅក្នុងចំណោមព្រះធេរៈជាច្រើននោះមានព្រះធេរៈមួយព្រះអង្គគឺប្រដេចប្រគុណព្រះមហាយានឿននេះឯងព្រះអង្គជាក្របពេជ្រជាដួងព្រលឹងមួយនៃអ្នកកាន់ពុទ្ធសាសនានៅភាគខាងលិចនៃកម្ពុជាដែលបានលះបង់ច្រើនណាស់ញាតិញោមលះបង់ស្ទើរនឹងផុតជីវិតអស់អលិញពីខ្លួននៅសល់តែបច្ចុប្បន្នទេ70ឈៀងចូល71ដែលបានធ្វើការបម្រើសង្គមជាតិតាមរយៈភាវៈនៃអ្នកបួសដែលនៅក្នុងសង្ឃហធម៌ព្រះមហាធេរៈអង្គនេះបានធ្វើនៅទានគឺការចែករំលែកជួយដល់សង្គមជាតិទានធ្វើមានតិចធ្វើតិចមានច្រើនធ្វើច្រើនហើយតែងតែនិមន្តមកកាន់កម្ពុជាជារឿយហើយទាននេះគឺធ្វើឲ្យអស់ពីចិត្តតែម្ដងគ្មានទុកគ្មានដាក់គ្មានចង់បានអ្វីពីសង្គមកម្ពុជាពីញាតិញោមពុទ្ធបរិស័ទទេសង្ឃហទានតាមរយៈព្រះអង្គដែលពុទ្ធបរិស័ទនៅទឹកដីអាមេរិកនិងបណ្ដាប្រទេសមួយចំនួនជួយព្រះអង្គនោះគឺទាននឹងយកមកជួយញាតិញោមកសាងវត្តអារាមកសាងសាលារៀនថ្នាលបណ្ដុះនៅជនជាតិយើងនៅកូនខ្មែរយើងទាននេះគឺមានតម្លៃណាស់ញាតិញោមទានរបស់ព្រះធេរៈរបស់ព្រះមហាដែលបានយកមកស្រោចស្រពនៅលើទឹកដីកម្ពុជានេះជាទានដែលសង្គ្រោះជាទានដែលជួយយឹតយងនៅជីវិតរបស់ជនជាតិខ្មែរដែលកំពុងតែជួបនៅផលលំបាកហើយព្រះអង្គមានទ្រព្យឯណាព្រះអង្គមានផ្ទះមានសម្បែងឯណាអត់ទេទានហ្នឹងគឺធ្វើមកដោយតាមរយៈការជួលជាសប្បុរសវិភាកទានរបស់ពុទ្ធបរិស័ទខ្មែរនៅក្រៅប្រទេសញាតិញោមណាទាននោះមិនបានមកដោយស្រួលទេនៅស្រុកអាមេរិកហ្នឹងញាតិញោមដែលធ្លាប់អញ្ជើញទៅដឹងស្រាប់ហើយញាតិញោមខ្លះគាត់ល្បីថានៅស្រុកអាមេរិកហ្នឹងសម្បូរលុយគ្មានលុយទេញាតិញោមនៅស្រុកនោះបើមិនធ្វើការគ្មានបានលុយទេធ្វើការគ្មានបានដេកបានពួនទេអញ្ចឹងទេតាមរយៈនៅទឹកប្រទេសដ៏ល្អហ្នឹងប្រជាពុទ្ធបរិស័ទទាំងអស់ហ្នឹងលោកបូជាចំពោះបដិប្រគុណព្រះមហាហើយតាមរយៈហ្នឹងព្រះអង្គបានមកជួយទឹកដីកម្ពុជាតាមរយៈការឲ្យទានឯងទី2ក្រៅពីការឲ្យទានសង្ឃហៈរបស់ព្រះអង្គការសង្គ្រោះរបស់ព្រះអង្គចំពោះសង្គមខ្មែរគឺតាមរយៈការសរសេរនៅសំណេរការចងក្រងនៅក្បួនច្បាប់ព្រះពុទ្ធសាសនាសិភៅដែលព្រះអង្គបកប្រែពីភាសាថៃមកជាភាសាខ្មែរនោះអស់លោកសិក្ខាកាមជាអ្នកសិក្សាភាសាបាលីប្រហែលជាស្គាល់ហើយសិភៅនឹងធម្មបទប្រែនោះសិភៅនេះល្បីណាស់ជាការជួយបណ្ដុះដល់ពួកសាមណៈវ័យក្មេងតាំងពីទសវត្សរ៍90មកញាតិញោមទាំងសង្ឃហៈរបស់ព្រះអង្គតាមរយៈសំណេរនេះគឺមានអត្ថប្រយោជន៍ក្រៃលែងដែលអាចជួយបណ្ដុះប្រសង់យើងនេះបើមិនរៀនមិនចេះទេប្រគុណណាមិនយល់ទេមិនថាឲ្យតកោក្បាលហើយស្លៀកស្បង់ហើយយល់ព្រះពុទ្ធសាសនានេះមិនទេដល់តែរៀន
ហើយរៀននឹងរៀនអីរៀនធัวនឹងធัวអីធัวពុទ្ធនោះហើយដើម្បីនឹងរៀនធัวសិក្ខាវិន័យនេះឲ្យចេះដល់តែមានក្បួនមានច្បាប់មានຂະຫນាតហើយព្រះមហាបានចងក្រងសិភៅទាំងអស់នេះទុកដាក់ឲ្យពួកយុវសាមណៈប្រសងក្មេងៗនឹងសិក្សារៀនសូត្រហើយសិភៅនឹងនៅប្រើប្រាស់រហូតដល់សពថ្ងៃនោះនឹងសង្ឃហៈទី2ដែលព្រះអង្គបានជួយដល់សង្គមជាតិទី3អដ្ឋចរិយាការប្រព្រឹត្តដ៏មានប្រយោជន៍ព្រះអង្គជាប្រសង់គំរូមួយនៅក្នុងសង្ឃហៈធម៌របស់ព្រះអង្គដែលអាចជួយដល់ទឹកដីកម្ពុជានឹងតាមរយៈការប្រព្រឹត្តផ្ទាល់ខ្លួនរបស់ព្រះអង្គប្រធេរៈព្រះមហាយិននេះព្រះអង្គមិនមែនជាប្រសង់ដែលល្អតែមកថ្ងៃនេះមានប្រធេរៈច្រើនដែលល្អប៉ុន្តែជាគំរូជាប្រធេរៈមួយដែលល្អហើយមនុស្សមួយចំនួនមិនសូវយល់មិនសូវស្គាល់ព្រះអង្គទេនៅក្នុងសង្គមមួយបកូណាម្ចាស់ប្រធេរៈក្តីជនជាតិខ្មែរជាឧបាសកឧបាសិកាក្តីដែលជាអ្នកមានគុណធម៌ដែលជាអ្នកមានគុណប្រយោជន៍សម្រាប់ជាតិត្រូវតែលើកតម្កើងយើងមិនអាចលើកតម្កើងមនុស្សអត់មានគុណធម៌បានទេគ្រាន់តែកុហកគ្នាចេះកុហកមនុស្សលើកស្ទួយគ្នាពេញនគរនេះជាសញ្ញានៃការគ្រោះថ្នាក់ដល់ទឹកដីដល់នគរដល់សាសនាយូរទៅសង្គមយើងលើកស្ទួយតែមនុស្សដែលអត់មានសតិលើកស្ទួយតែមនុស្សអត់មានគុណធម៌ពោពេញទៅដោយបាបចម្លែកតែមនុស្សដែលមានគុណធម៌មានគុណូបការៈចំពោះជាតិយើងនាំគ្នាបំភ្លេចចោលយើងនាំគ្នាមិនអើពើនេះឯងជាសញ្ញានៃការធ្វើឲ្យធ្លាក់ចុះនៃទឹកដីប្រធេរៈក្តីមនុស្សខ្មែរណាក្តីដែលល្អចំពោះជាតិចំពោះសាសនាត្រូវតែលើកតម្កើងបើសង្គមនោះឲ្យតម្លៃតែមនុស្សឈួតមនុស្សមិនសមបើមនុស្សបំផ្លាញជាតិមិនត្រូវលើកតម្កើងទេអញ្ចឹងសាសនានឹងដែលអាចរីកចម្រើនបានល្អបានមានតែប្រធេរៈដែលពោពេញទៅដោយសិលសមាធិនិងបញ្ញាយើងត្រូវតែលើកតម្កើងនេះជាគំរូនេះជាអ្វីដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់បានបង្រៀនឲ្យពួកយើងគោរពបុគ្គលដែលគួរគោរពហើយដល់យូរទៅយើងអត់នាំគ្នាលើកតម្កើងប្រធេរៈប្រសង់ដែលមានគុណធម៌មានចំណេះដឹងយើងនាំគ្នាលើកតម្កើងតែមនុស្សដែលឥតប្រយោជន៍ឲ្យតកោសក់ស្លៀកស្បង់មនុស្សស្គាល់តែបន្តិចអត់មានគុណធម៌គុណតម្លៃអីយើងលើកតម្កើងយូរទៅយើងគោរពតែមនុស្សដែលអត់មានតម្លៃនេះជាកំហុសរបស់សង្គមត្រូវតែកែប្រែកន្លែងនេះចេញមិនបានបើមិនចឹងទេសង្គមយើងនៅគោរពតែមនុស្សឥតប្រយោជន៍ទាំងឯងអដ្ឋចរិយាបុគ្គលណាមួយមានទឹកចិត្តមានស្នាដៃលះបង់ចំពោះព្រះសាសនាចំពោះប្រទេសជាតិជាបុគ្គលដែលមានប្រយោជន៍គួរគោរពហើយត្រូវគោរពហើយត្រូវការពារឲ្យបានព្រោះនេះជាដំណើររបស់សង្គមហ្នឹងហើយបើសង្គមរបស់យើងពោពេញទៅដោយអស់លោកដែលពោពេញទៅដោយគុណធម៌វានាំមកនូវការរីកចម្រើនវានាំមកនូវភាពត្រជាក់ត្រជុំសង្គមហើយបើអត់មានអដ្ឋចរិយាអត់ដែលធ្វើអ្វីដើម្បីជាតិដើម្បីសង្គមផងដើម្បីសាសនាផងហើយយើងចេះតែនាំគ្នាគោរពចេះតែនាំគ្នាគោរពមនុស្សអត់ប្រយោជន៍ណាចេះតែនាំគ្នាគោរពមនុស្សដែលល្ងងមនុស្សឈួតមនុស្សមិនមានតម្លៃតើសង្គមយើងនឹងរីកចម្រើនបានដោយដូចម្ដេចអត់មានទេអស់លោកសប្បុរសអត់មានទេអដ្ឋចរិយានេះសំខាន់ណាស់សំខាន់អញ្ចឹងបានអាត្មាចេះតែសំដែងធម៌បញ្ជាក់ម្ដងហើយម្ដងទៀតហើយបើសិនណាបើនៅក្នុងសង្គមយើងប្រសងដូចជាគំរូបានលះបង់សពបែបយ៉ាងហើយញាតិញោមមើលតរួមនុស្សឯណាងាយលះបង់បែបយ៉ាងដូចនេះមានទេណាហើយមានមិនច្រើនទេប្រធេរៈច្រើនទៀតមិនមែនតែប្រធេរៈអង្គណាទេគ្រប់អង្គទាំងអស់ព្រះអង្គណាក៏ដោយដែលបានលះបង់ចំពោះសង្គមជាតិត្រូវតែបូជាឲ្យខ្លាំងបូជាឲ្យអស់ពីចិត្តហ្នឹងហើយទើបស្រុកយើងរីកចម្រើនទើបវត្តយើងរីកចម្រើនទើបសាសនាយើងរីកចម្រើនហើយបកូនណាម្ចាស់ចុះប្រសិនបប្រធេរៈដែលល្អដែលពោពេញទៅដោយគុណធម៌ជាអ្នកប្រកបទៅដោយអដ្ឋចរិយាជាអ្នកធ្វើប្រយោជន៍សម្រាប់សង្គមឲ្យយើងអត់គោរពឲ្យយើងទុកគៀនជាងតើសាសនាយើងនឹងទៅដល់នឹងធ្វើដំណើរទៅឯណាទៅកាន់ទីណាដើម្បីអ្វីយើងបដិបត្តិធម៌អីបើយើងនាំគ្នាស្ដាប់តែមនុស្សអត់មានគុណធម៌ទៅណានឹងបណ្ដោះប្រធេរៈក្មេងៗ
ដែលមានបច្ចុប្បន្ននៅក្មេងៗនេះត្រូវគោរពប្រតិរៈចាស់ចាស់គោរពឲ្យតម្លៃទោះព្រះអង្គអស់សមត្ថភាពអស់ព្រះកាយពលក្នុងការបម្រើជាតិបម្រើសាសនាក៏ដោយត្រូវតែគោរពនេះជាដុំពេជ្រជាគុណជាបុគ្គលដែលអស្ចារ្យហើយចឹងគម្រប់តចំណាន់គ្នាអញ្ចឹងទើបអាចធ្វើបានទើបអាចជាការគោរពមួយដ៏ប្រសើរនៅក្នុងព្រះវិន័យក៏បញ្ជាក់ដែរទេសិស្សគុណនេះសិទ្ធិវិហារឹកក្តីអន្តេវាសក្តីត្រូវគោរពព្រះឧបជារបស់ខ្លួនឲ្យរាប់ចាប់តាំងពីភ្ងូតទឹកឲ្យឡើងពេលដែលលោកមានអាពាធណាមិនតាប្រឹងធ្វើការមកជីវិតដល់ឈឺគេទុកចោលអត់មានបានអីញញោមអើយហ្នឹងហើយលឺតែបន្តិចផ្អើលលោកណាចេញពីព្រៃណាឬចេញពីដើមឈើណាផ្អើលជជូចឆអត់ទេគោរពបុគ្គលដែលបានលះបង់ចំពោះសាសនាមានសិលមានសមាធិនិងមានបញ្ញាអញ្ចឹងញញោមស្ដាប់បានទេញ៉ាំពណ៌តាមចឹងយើងនៅវិលវល់ក្នុងដើមជ្រៃហ្នឹងទៅដើមរួយទេទៅមិនរួយទេអត់រួយទេវាវល់ផ្អើលទៅណារៀនទឹកចុះទឹកឡើងធូបទៀនហ្នឹងយូបាត់ញោមបាត់លោកអស់ដោយសារតែយើងអត់បានយើងអត់មានផ្លូវមួយល្អបដិបទាមួយដែលត្រឹមត្រូវបដិបទាមួយដែលលះបង់នៅអតកិលេមដ្ឋានយោគៈដែលវាជាមួយទៅក្នុងកាមផ្លូវដែលកម្មសុខលការនយោគៈដែលជាមួយនៅក្នុងកាមសបាយហួហេតុមិនដឹងខុសមិនដឹងត្រូវឬក៏ធ្វើបាបខ្លួនឬក៏ជឿតែគ្មានបញ្ញាឲ្យទៅណាប្រាប់ថាដើមឈើនោះមានព្រាយមានខ្មោចយើងជឿឲ្យទៅគេប្រាប់ថាដើមឈើនោះមានទេវតាយើងជឿយូរយើងសិក្សាព្រះធម៌ហ្នឹងអត់មានប្រកបដោយបញ្ញាប្រកបដោយអីទាំងអស់អាហ្នឹងមានញាតិញោមមួយចំនួនអញ្ចឹងបណ្ដាចម្រើនពរហ្នឹងក៏បញ្ជាក់ជាការរំលឹកទី4សង្ឃហធម៌ហ្នឹងគឺសមានតតាធ្វើខ្លួនឲ្យស្មើក្នុងកិច្ចបដិបត្តិរបស់ប្រធេរៈក្នុងកិច្ចបដិបត្តិរបស់ប្រធេរៈហ្នឹងគឺធ្វើខ្លួនឲ្យស្មើមិនខ្ពស់ប្រគល់ណាម្ចាស់ធ្វើខ្លួនឲ្យស្មើគង់ជាប្រធេរៈដែលគោរពបូជាបានដោយសេចក្តីជ្រះថ្លាសម្រាប់ជីវិតព្រះសង្ឃនេះប្រគល់ណាម្ចាស់ពួកយើងអត់មានទេមិនទទួលនាទីបន្តិចបន្តួចអីទេគ្មានទេលោកធម៌ដែលត្រូវដំកើងរឹកឬក៏លោកធម៌ត្រូវប្រមាថការទៀនរបស់ចំពោះអ្នកណាម្នាក់មិនមានទេអ្នកបួសនេះធ្វើខ្លួនស្មើឲ្យល្អឲ្យប្រសើរចំពោះពុទ្ធបរិស័ទអត់មានឡើងទៅជាបរិជាគណៈជាប្រធេរៈជាសម្ដេចហើយភ្លេចប្រអប់ជាភ្លេចប្រធេរៈចាស់ហ្នឹងអត់ទេអាហ្នឹងមិនត្រូវទេគណៈម្ចាស់អញ្ចឹងបកូនណាម្ចាស់ដែលជាប្រសងក្មេងៗហ្នឹងបួសយូរទៅคล้ายទៅជាអីយ៉ាងណាត្រូវផ្ដល់សេចក្តីគោរពកោតក្រែងចំពោះប្រធេរៈដែលព្រះអង្គបានដើរមុនពួកយើងដែលជាក្មេងៗហ្នឹងសមានតតាធ្វើខ្លួនឲ្យស្មើចំពោះព្រះសង្ឃផងស្មើចំពោះឧបាសកឧបាសិកាផងស្មើហ្នឹងមានន័យថាមិនលើកតម្កើងញោមណាឲ្យខ្ពស់មិនដាក់ញោមណាឲ្យទាបឲ្យស្មើញាតិញោមអញ្ជើញជាពុទ្ធបរិស័ទធម្មតានឹងទី4សង្ឃហធម៌4នេះដែលព្រះមហាបានបដិបត្តិកន្លងមកនឹងគឺជាតួនាទីរបស់ភិក្ខុសង្ឃបកូនណាម្ចាស់ខ្ញុំកណានឹងបញ្ចប់ធម្មទេសនាខ្លីនៅថ្ងៃនេះទេតែទូលប្រគេនព្រះករុណាជាម្ចាស់គ្រប់ព្រះអង្គជាពិសេសព្រះសង្ឃដែលអាចស្ដាប់ខ្ញុំកណាបាននេះបច្ចុប្បន្ននេះណាសង្គមប្រែប្រួលព្រះពុទ្ធសាសនាមិនមែនតែសាសនាតែមួយទេនៅកម្ពុជាមានសាសនាច្រើនដទៃទៀតដែលកំពុងតែធ្វើដំណើរជាមួយយើងនៅក្នុងទឹកដីកម្ពុជានេះលោកម្ចាស់ត្រូវគិតថាវត្តអារាមគឺជាមជ្ឈមណ្ឌលកណ្ដាលដែលត្រូវតែជួយញោមតាមលទ្ធភាពដែលអាចធ្វើបានលោកម្ចាស់មិនអាចសឹងនៅមួយកន្លែងហើយរងចាំពុទ្ធបរិស័ទចូលមកកាន់ទីអារាមបានទេលោកម្ចាស់ត្រូវតែចាក់ចែងអំពីអារាមនេះហើយចូលទៅកាន់ទីកន្លែងណាដែលពុទ្ធបរិស័ទមានទុក្ខដោយអី
ទុកដោយផ្លូវចិត្តទុកដោយអីទុកដោយផ្លូវកាយទុកដោយផ្លូវចិត្តជួយញោមយ៉ាងដូចម្ដេចជួយបង្រៀនធัวញោមជួយទេសនាលួងលោមលើកទឹកចិត្តញោមឲ្យញោមដើរចេញផុតអំពីសេចក្តីទុក្ខនឹងបានខ្លះឲ្យញោមមានទីពឹងកុំឲ្យវត្តអារាមនឹងคล้ายទៅជាកន្លែងកប់ខ្មោចដែលឥតប្រយោជន៍ជាមជ្ឈមណ្ឌលកណ្ដាលជាមជ្ឈមណ្ឌលជាកន្លែងដែលពុទ្ធបរិស័ទអាចដើរចូលមកក្នុងរបងវត្តនឹងដោយត្រជាក់ហើយដោយមានសេចក្តីទុកចិត្តនៅក្នុងជីវិតលោកម្ចាស់អត់អាចនៅស្ងៀមបានទេលោកម្ចាស់មើលប្រគល់ព្រះមហាលះបង់50ឆ្នាំកន្លះសតវត្សណាឆ្លងកាត់ពីផ្ទះអ្នកក្រនៅទសពបែបយ៉ាងអស់ហើយនេះជាគំរូរបស់ព្រះសង្ឃខ្មែរហើយមិនមែនតែព្រះមហាម៉ោងឯងទេមានច្រើនទៀតប៉ុន្តែក្នុងទីនេះខ្ញុំបណ្ណាពោលទៅព្រះមហាម៉ោងទេកន្លះសតវត្សដើម្បីកម្ពុជាជាគំរូបណ្ណាហើយលោកម្ចាស់ត្រូវតែនិមន្តចេញទៅចាក់ចេញពីទីនេះទៅកាន់ទីដែលមានទុក្ខនោះទៅឈ្មោះថាវត្តពិតប្រកបបើលោកម្ចាស់គ្រាន់តែសឹងហើយឆាន់ហើយសឹងទេมันយូរមិនឆាប់វត្តនឹងគឺคล้ายទៅជាបន្ទុករបស់សង្គមហើយបន្ទុករបស់សង្គមហើយឲ្យតែឃើញលោកដឹងតែសំបិនបាតហ្មងយូរទៅវាទៅជាផ្នត់គំនិតមិនល្អឲ្យតែឃើញក្រហមភ័យខ្លាចទាំងលោកមកបិណ្ឌបាតអត់ទេប្រគុណណាម្ចាស់វត្តយើងញោមជួយបានបណ្ណាក៏តាមប៉ុណ្ណឹងមានតិចធ្វើតិចមានច្រើនមេច្រើនលោកម្ចាស់កុំចង់បានវិហារធំដើម្បីញោមតែត្រូវមានចិត្តធំដើម្បីជួយសង្គ្រោះពុទ្ធបរិស័ទតាមរយៈធម៌អានេះឯងដូចជាញោមខ្លះចំណាយ30ឆ្នាំមកវត្តបូជាវត្តទីកូនហើយកើតអីលោកកើតអីនៅក្នុងវត្តញោមមកចេញចូលវត្ត30-40ឆ្នាំដល់ញោមគាត់ចាស់ទៅគាត់ឈឺ40ថ្ងៃហើយអត់មានប្រសងអង្គណាមួយទៅឲ្យឈ្ងោកសំបីតែមួយនាទីចិត្តនឹងវាវិបរិតបណាដែលលះបង់40ឆ្នាំហើយដើម្បីវត្តអារាមដែលវត្តអត់បានចូលទៅចិត្តនៅពេលដែលគាត់មានវិបត្តិទាំងផ្លូវចិត្តទាំងផ្លូវកាយលោកម្ចាស់មើលពេលដែលភិក្ខុគិរីមាននន់បានដេកដួលនៅលើគ្រែដោយដំបៅជំងឺយ៉ាងធ្ងន់ធ្ងរហើយភិក្ខុសង្ឃលះបង់គិរីមាននន់នេះចេញមិនអើពើលោកនោះឲ្យដេកអានេះហានីលឈឺក្រៃលែងអញ្ចឹងព្រះសម្មាសម្ពុទ្ធស្ដេចយាងទៅប្រុសគិរីមាននន់ប្រុសទី1ប្រុសមិនទៅលៀងដំបៅញាតិញោមលៀងដំបៅគិរីមាននន់ហ្នឹងធ្វើឲ្យភិក្ខុគិរីមាននន់ហ្នឹងមានទឹកចិត្តក្រោកឡើងគិតថាខ្លួនឯងហ្នឹងគឺមិនមានអ្នកលះបង់ឲ្យទុកឲ្យដេកស្លាប់ចោលនឹងទៀតទេអញ្ចឹងព្រះអង្គសម្ដែងធម៌គិរីមាននន់សូត្រនឹងទៅធ្វើឲ្យភិក្ខុអង្គនឹងបានធូរស្បើយបានត្រាស់ដឹងនៅធម៌រឿងមួយទៀតប្រគល់ណាម្ចាស់ដូចជារឿងនាងបណ្ដាចានេះអតីតជាដើមឡើយជាបុត្រីជាធីតានៃកហបតីណាញោមជាកូនអ្នកមានណាទីបំផុតស្លាប់ប្តីស្លាប់កូនឆេះផ្ទះសពបែបយ៉ាងអីទាំងអស់បណ្ដាចានៅទីបំផុតសំបីតែសម្លៀកបំពាក់ណាអត់មាននឹងខ្លួនផងនាងរស់នៅដោយការលំបាកចិត្តបាក់ទឹកចិត្តដល់ក្រៃលែងព្រោះនាងយល់ថាពិភពលោកហ្នឹងលះនាងហើយព្រោះអស់ហើយរហូតដល់សង្គមទាំងមូលចាត់ទុកថាបណ្ដាអាចារ្យជាមនុស្សឈួតជាមនុស្សលប់សតិមិនប្រក្រតីពេលដែលដើរមកត្រាច់សត្វត្រាត់ផ្សេងត្រែងមកដល់កន្លែងព្រះអង្គកំពុងតែប្រទានធម្មទេសនាពុទ្ធបរិស័ទមនុស្សដេញនាងចេញពីព្រោះតែនាងអាក្រាតកាយហើយនេះញាតិញោមទឹកចិត្តមនុស្សលោកបាក់ដល់ប៉ុណ្ណឹងអញ្ចឹងព្រះលោកដឹងលោកឲ្យគេរੂខោអាវមកទៅឲ្យបណ្ដាចាខ្លួនហើយឲ្យនាំព្រះថានាំប្អូនស្រីបណ្ដាចាមកជួបតថាគតនាំមកជួបតថាគតហើយព្រះហៅបណ្ដាចាតាមនាលប្អូនស្រីជីវិតយ៉ាងដូចនេះឯងគឺសេចក្តីទុក្ខវានឹងកើតឡើងនៅពេលដែលបណ្ដាចាបានស្ដាប់នៅឱវាទរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ណា
ប្រៀបបានដូចទឹកអមរិតទៅស្រោចដណ្ដប់គ្របនៅដួងចិត្តរបស់នាងដែលកំពុងតែវិបរិតកំពុងតែពោពេញទៅដោយសេចក្តីទុក្ខដែលបានបាត់បង់អ្វីគ្រប់យ៉ាងទាំងអស់យ៉ាងណាមិញប្រគល់ណាម្ចាស់បើសិនបើញោមយើងគាត់ឆេះផ្ទះគាត់មានទុក្ខនៅក្នុងផ្ទះហើយបើវត្តមានរបស់លោកម្ចាស់ទៅដល់ផ្ទះនឹងណាគឺជាឱសថទឹកណាប្រគល់ណាដូចប្រគល់ណាឈឺអញ្ចឹងណាបើមានញាតិញោមណាមកឲ្យឈ្ងោកតែបន្តិចណាលោកម្ចាស់អានឹងជួនកាខ្លាំងជាងឆ្នាំពេកទៅទៀតចិត្តនឹងវាក្រោកឡើងយ៉ាងណាមិញតួនាទីរបស់ភិក្ខុសង្ឃនេះត្រូវធ្វើកិច្ចការនឹងឲ្យបានបើលោកម្ចាស់មិនចង់បាត់បង់ញោមទេហ្នឹងហើយនឹងទូលប្រគេនប៉ុណ្ណឹងកុំឲ្យចិត្តតែសងំទាំងអស់គ្នាអាងតែពុទ្ធសាសនានៅស្រុកយើង95%ដល់យើងប្រសងគ្រប់ព្រះអង្គអត់សុស្ទាអត់ចូលទៅជួយញោមដែរជួនកាលក៏នៅណាគេមកចែកអង្គកលាករងទៅកាន់សាសនាផ្សេងបាត់ពុទ្ធបរិស័ទមួយនេះដូចបាត់មនុស្សមកជាហៀងភូមិចឹងឯងអញ្ចឹងណាប្រគល់ណាម្ចាស់ត្រូវថែរក្សាដែលចូលទៅជួយញោមនេះមិនមែនឲ្យគាត់រឿងសាសនាទេជួយនេះគឺជួយក្នុងតួនាទីរបស់ភិក្ខុសង្ឃតួនាទីរបស់ភិក្ខុសង្ឃដែលត្រូវតែធ្វើបើមិនចឹងទេវត្តយើងអត់អាចផ្សារភ្ជាប់មិនអាចជួយឲ្យញោមបានទេជួយដោយកាយជួយអ្វីដែលអាចបានជួយដោយចិត្តគឺជួយដោយធម្មទេសនានោះជួយដោយការសួរសុខទុក្ខលើកតម្កើងលើកកម្ពស់នៅពុទ្ធបរិស័ទដែលកំពុងតែមានទុក្ខប៉ុណ្ណឹងចាស់ប្រគល់ណាហើយពួកយើងដែលជាអ្នកនៅស្រុកខាងលិចនេះស្គាល់ព្រះមហាច្បាស់ព្រះអង្គមានបញ្ជនចិត្តហើយមួយនៅសល់តែ9ឆ្នាំទៀត80មិនដឹងថាប្រសុខភាពនឹងបានត្រួតត្រងបានប៉ុណ្ណាទេកណាសូមទូលប្រគេនប្រគល់ណាម្ចាស់វីរភាពរបស់ព្រះមហានឹងคล้ายទៅជាសសរស្តម្ភរឹងមាំនឹងជាគំរូរបស់ព្រះភិក្ខុសង្ឃដែលនិយាយអំពីតួនាទីរបស់សង្ឃនិងសង្គមជាតិមិនតែសម្រាប់ចំនួននេះទេសម្រាប់ចំនួនក្រោយតទៀតជាពិសេសព្រះអង្គប្រគល់ណាម្ចាស់ដែលរស់នៅជាមួយព្រះមហាប្រគល់ណាខ្ញុំកណាគិតថាគួរណាស់តែរៀបចំទៅសេអំពីប្រវត្តិរបស់ព្រះមហាទុកជាបដិបទាសម្រាប់មនុស្សចំនួនក្រោយប្រសងយើងនេះធ្វើការច្រើនណាស់ញោមមិនដូចអ្នកខ្លះទៅមកពីអឺរ៉ុបបាន6ខែមកស្រែកតែនៅកម្ពុជាតែខ្លួនឯងក្រន់បើអត់ទេអ្នកខ្លះថាឲ្យប្រសងយើងទៀតពួកយើងនេះជាជនជាតិខ្មែរនេះយើងយល់យើងដឹងអំពីសង្គមយើងច្បាស់ណាស់ហើយប្រសងនេះធ្វើកិច្ចការច្រើនណាស់ដែលត្រូវតែសរសេរប្រគល់ណាម្ចាស់ទុកជាគំរូចំនួនក្រោយសម្រាប់ជាបដិបទានេះជាមេគាជាប្រទីបថាតើរយៈពេលកន្លះសតវត្សនេះព្រះមហាបណ្ដាតួនាទីជាប្រសងខ្មែរដោយវិធីណាលំបាកប៉ុណ្ណាហើយមានប្រយោជន៍ប៉ុណ្ណាសម្រាប់សង្គមជាតិនៅក្នុងឱកាសនៃការចម្រើនបញ្ជនព្រះមហានៅក្នុងថ្ងៃនេះឈានចូល70ឆ្នាំបញ្ជន70ឈានចូល71នៃ71ព្រះវស្សាខ្ញុំព្រះករុណាភិក្ខុយ៉នសញ្ញាតសូមលើកនៅបុណ្យកុសលដែលខ្ញុំប្រគល់ណាបានសាងភ្នួសអស់រយៈពេលជាង30ឆ្នាំនេះថ្វាយចំពោះព្រះមហាយនឿនសូមព្រះអង្គមានបច្ចុប្បន្នអាយុវែងតទៅមុខទៀតហើយមានប្រសុខភាពល្អបរិបូរណ៍ប្រកបដោយអាយុវណ្ណៈសុខៈពលៈនិងមួយវិញទៀតខ្ញុំសូមគោរពចំពោះវីរភាពដ៏អស្ចារ្យរបស់ព្រះមហាយនឿនដែលព្រះអង្គបានលះបង់សម្រាប់ព្រះពុទ្ធសាសនានិងសង្គមកម្ពុជារយៈពេលកន្លះសតវត្សនេះខ្ញុំសូមគោរពដ៏ស្មោះស្ម័គ្រដ៏ក្រៃលែងជាទីបំផុតហើយសូមផ្ដាំដល់ព្រះសង្ឃក្មេងៗចំនួនក្រោយសូមព្រះអង្គមើលគំរូរបស់ព្រះមហានេះជាព្រះសង្ឃខ្មែរដែលបានធ្វើកិច្ចការសម្រាប់សង្គមជាតិយើងសូមព្រះអង្គធ្វើវន្តនកិច្ច
នឹងគោរពចំពោះវីរភាពរបស់ព្រះអង្គហើយនឹងដើរតាមនៅបដិបទាដ៏អស្ចារ្យនេះទុកជាប្រយោជន៍សម្រាប់សង្គមកម្ពុជាយើងទាំងមូលដោយអំណាចនៃគុណបរតនត្រ័យមានព្រះពុទ្ធព្រះធម៌និងព្រះសង្ឃសូមព្រះមហាប្រកបដោយសុខក្នុងព្រះព្រោះកំបីអខានឡើយសូមអនុមោទនា